លោកតាប្រហែល50ឆ្នាំទៅមុខទៀតចិនអាចយកឈ្នះអាមេរិកបានទេផាកសុចិនខ្ញុំរស់នៅអាមេរិកខ្ញុំអត់ខ្លាចខ្ញុំអត់ព្រួយបារម្ភខ្ញុំនៅអាមេរិកចៅឯងអត់នៅទេតែខ្ញុំរស់នៅអាមេរិកខ្ញុំអត់ព្រួយបារម្ភរឿងហ្នឹងទេបើសិនណាជា50ឆ្នាំទៀតចិនវាកេងកាងវាយឲ្យចុយម៉ាយទាំងអស់គ្នាមានតែប៉ុណ្្នឹងស្បែកសអត់អាចមករស់ក្រោមបាតជើងស្បែកលឿងទេលក្ខខណ្ឌគឺពិភពលោកត្រូវតែលាយខ្ញុំអត់មានតាំងពីខ្ញុំរស់នៅអាមេរិកខ្ញុំមិនដែលឃើញស្បែកសណាវាសុខចិត្តរស់នៅក្រោមស្បែកលឿងទេវាជាអ្នកកសាងទ្រព្យសម្បត្តិឲ្យចិនបើវារស់នៅក្រោមបាតជើងចិនដូចទៅមិនរួចខ្ញុំជឿថាឲ្យតែមានបញ្ហាហ្នឹងវាវាយគ្នារលាយផែនដីអញ្ចឹងខ្ញុំអត់សូវព្រួយទេកូនណាផាកសុចិនហើយបើខ្ញុំជាចៅវិញខ្ញុំគិតរឿងខ្លួនឯងជាជាងគិតរឿងហ្នឹងខ្ញុំរស់នៅអាមេរិកឲ្យតែប្រទេសណាហ៊ានមកគៀបអាមេរិកខ្លាំងច្បាស់ជារលាយលោកព្រោះប្រជាជនអាមេរិកមិនរស់នៅក្រោមបាតជើងនរណាទេមិនមែនដូចចៅទេណាខុសគ្នាណាអាមេរិកសខ្មៅក៏ដោយអត់រស់នៅក្រោមបាតជើងអ្នកណាទេបើចាញ់ប្រៀបគេវាយហើយអូខេលើកឡើងតែមានអ្នកណាមួយមករំលាយអាមេរិកបានទេបងនេះប្រាប់ឲ្យត្រង់ដូច្នេះហើយជនជាតិអាមេរិកគឺរស់នៅអញ្ចឹង independence freedom ដូច្នេះកុំមកនិយាយរឿង50ឆ្នាំ100ឆ្នាំ300ឆ្នាំដល់រាបណាមានប្រទេសស្បែកលឿងណាមួយមកស៊ីលើស្បែកសគឺអាលាយលោកឆ្លើយអានឹងឆ្លើយត្រង់ឲ្យចៅឯងស្ដាប់ណាកូនណាអូខេណាអូខេឆ្លើយត្រង់ឲ្យចៅឯងស្ដាប់ថាអត់មានអាលឿងណាមកជន់ក្បាលអសទេប៉ះមើលអាលាយលោកលើលក្ខខណ្ឌគឺលោកត្រូវតែរលាយអូខេកុំមកដែរមាន12ណាបើចង់ត្រួតត្រាលើក្បាលអាមេរិកគឺធ្វើឲ្យអាមេរិកបាត់ពីផែនដីដល់រាបណាអាមេរិកនៅលើផែនដីនេះអាមេរិកមិនឲ្យពួកអាស៊ីមកជន់ក្បាលទេណាក៏ដោយអានឹងអញ្ចឹងណាកូនណាអញ្ចឹងគេអត់មានមកវាស់50ឆ្នាំ100ឆ្នាំអីមិនបាច់ទេប៉ុន្តែចៅឯងចង់វាស់ទៅនៅខ្ញុំជាពលរដ្ឋអាមេរិកគឺឃើញអញ្ចឹងណាឃើញអញ្ចឹងណាលោកតាតើសម្រស់សំខាន់ទេលោកតានៅក្នុងសង្គមបច្ចុប្បន្នសំខាន់ប៉ុន្តែចំណេះវិជ្ជាសំខាន់ជាងសម្រស់ពីព្រោះបើអត់មានចំណេះវិជ្ជាទេយើងរស់នៅជាមួយគ្នាគេបំភ្លេចយើងចោលបានតែបើយើងមានចំណេះដឹងគេបំភ្លេចយើងចោលយើងនៅតែរស់បានស្រួលលោកតាបរោះម្នាក់ឃើញព្រះពុទ្ធ4អង្គមុនដំបងប៉ូលីសថាជាវត្ថុបុរាណដល់ពេលប្រគល់ឲ្យក្រសួងគេថាជារបស់คล้ายហើយបើជារបស់คล้ายមិនគេសុំយកមកវិញមិនឲ្យគេអីចឹងលោកតាខ្ញុំបានឃើញព័ត៌មានមួយដែលផ្សាយថាអ្នកស្រែភួរដូចជាភួរកាប់កោះឃើញមានរូបចម្លាក់ដូចជា 3-4 អង្គហើយក៏ប្រគល់ឲ្យសមត្ថកិច្ចតាមរូបភាពដែលឃើញហ្នឹងខ្ញុំមិនដឹងរឿងតែមួយឬរឿងផ្សេងទេណាតាមរូបភាពដែលមើលឃើញហ្នឹងមិនមែនជាវត្ថុបុរាណទេជាវត្ថុអាយជាវត្ថុអាយទេមិនមែនអាយុរាប់រយឆ្នាំទេណាមិនមែនទេចំណែកឯរឿងសមត្ថកិច្ចយកហើយមិនឲ្យវិញអីអាហ្នឹងខ្ញុំអត់ដឹងទេតែដែលខ្ញុំឃើញគេថតមករូបទាំងអស់ហ្នឹងមិនមែនជាវត្ថុបុរាណទេចំណាត់អារម្មណ៍ភ្លាមរបស់ខ្ញុំថាជារបស់คล้ายដែលគេកប់ចោលនៅស្រុកខ្មែរសម្បូរណាស់ដែលគេកប់
របស់ដែលគេធ្វើថ្មីចោលហើយគេកោះវាយកមកដើម្បីធ្វើអភូតហេតុជួនកាលក៏គេបំភ្លេចចោលទៅគ្រូបារមីច្រើនណាស់ដែលបង្ហាញព្រះខ័នត្រីសូចិញ្ចៀនមកុដណាសិតតែជារបស់คล้ายខ្ញុំកលេចឃើញខ្ញុំមិនចាប់អារម្មណ៍ទេអូខេឬមួយក៏រឿងដែលខ្ញុំនិយាយនេះជារឿងផ្សេងខ្ញុំឃើញថាអ្នកស្រាយម្នាក់ដូចគេភួរអីចឹងគេឃើញគេយកមកឲ្យមកកិច្ចខ្ញុំចាប់អារម្មណ៍ខ្ញុំកលេចទៅឃើញរបស់នោះវាคล้ายរបស់ហ្នឹងមិនមែនជាវត្ថុបុរាណទេអូខេហើយដល់រឿងថាគេឲ្យអីហ្នឹងខ្ញុំមិនដឹងទេតើសេដ្ឋកិច្ចកម្ពុជាទៅជាយ៉ាងណាប្រសិនបើកម្ពុជាមិនទាន់បញ្ចប់ការចរចាជាមួយសៀមយើងរស់នៅអញ្ចឹងទៅធ្វើម៉េចលោកតើមានបងប្អូននិយាយអាក្រក់ពីយើងតើយើងត្រូវធ្វើដូចម្ដេចខ្ញុំថាបើគេនិយាយអាក្រក់ហើយយើងដឹងតែគេនិយាយអាក្រក់ឈប់រាប់អានទៅលើកលែងតែគេនិយាយទៅយើងកើតបញ្ហាជាប់គុកជាប់ច្បាប់តែបើសិនគាត់និយាយអាក្រក់ពីយើងអត់ទេកុំចំណាយពេលទៅឆ្លោះជាមួយឈប់រាប់អានទៅចប់ហើយជនជាតិអាស៊ីឆ្លាតជាងជនជាតិដទៃទៀតប៉ុន្តែហេតុអ្វីបានជាជនជាតិអាស៊ីមិនមានវឌ្ឍនភាពអាជីពល្អដូចជនជាតិដទៃទៀតសេរីវត្តបើអាស៊ីពិតជាឆ្លាតមិនមែនលួចចម្លងគេទេទី1ឧទាហរណ៍ដូចចិនហើយបើឆ្លាតច្បាស់ជាបង្កើតសាលានៅក្នុងប្រទេសខ្លួនហើយបង្រៀនកូនចៅខ្លួនឲ្យចេះហើយមិនមែនទៅរៀននៅស្រុកគេទេដូច្នេះទស្សនៈថាជនជាតិអាស៊ីឆ្លាតហ្នឹងយកគិតខ្លួនឯងទេចៅបើឆ្លាតដូចឥណ្ឌាអញ្ចឹងគេថាអូរាប់រយឆ្នាំមុនគេឆ្លាតណាបើឆ្លាតមិនមែនចម្លងបច្ចេកវិទ្យារុស្ស៊ីមកផលិតទេឥណ្ឌាអត់មានអាចអីខ្លួនឯងទេចម្លងតែគេទាំងអស់ពេលទិញស្អីពីគេទាមទារឲ្យគេផលិតនៅក្នុងស្រុកហើយណាអួតថាជនជាតិឥណ្ឌាហ្នឹងមកធ្វើការនៅស្រុកអាមេរិកនៅ Facebook ហ្វេសិតអ្នកបកែមែនប៉ុន្តែនៅក្នុង1500លានអ្នកបកែតែប្រហែលក្បាលហ្នឹងអា1000លានអ្នក1300 1400លានអ្នកទៀតហ្នឹងវាអត់មានស្បែកជើងពាក់វាអត់បកែបកែធ្វើកង់3អីបកែធ្វើប៉ោតប្រេងកាតអីបកែប៉ុន្តែស្អីទៀតវាអត់បកែអូប្រាសាទបុរាណរាប់ពាន់ឆ្នាំមុនវាបកែវាលែងបកែឥឡូវដូចខ្មែរពីមុនវាបកែបើឥឡូវវាលែងបកែអញ្ចឹងពាក្យថាជនជាតិអាស៊ីឆ្លាតណាយកទៅគិតម្ដងទៀតទៅបើឆ្លាតបង្កើតសាលាជារបស់ផងខ្លួនហើយរៀបចំមុខវិជ្ជាបង្រៀនកូនចៅខ្លួនមិនមែនមករៀនស្រុកគេទេខ្ញុំអត់កាន់ជើងពួកស្បែកសទេប៉ុន្តែនិយាយយកការពិតអូខេនិយាយយកការពិតនិយាយយកការពិតអាហ្នឹងអញ្ចឹងណាយកគិតខ្លួនឯងទៅបើឆ្លាតមានមិនមែនអង្គុយចម្លងពីគេហើយចេះតែអួតទេហើយបើឆ្លាតមែនច្បាស់ជាបង្កើតសាលាខ្លួនឯងណាបង្កើតសាលាខ្លួនឯងហើយបង្រៀនកូនចៅឯងមិនមែនមករៀនស្រុកគេណាលោកតារវាងលុយនិងចំណង់ចំណូលចិត្តយើងក៏យកមួយណាចំណង់ចំណូលចិត្តគ្មានធ្វើអីកើតទេកូនបើអត់លុយអញ្ចឹងតាគិតរឿងលុយចំណង់ចំណូលចិត្តវាកើតឧទាហរណ៍តាចង់ទៅលេងស្រុកខ្មែរបើអត់មានលុយទិញសម្បត្តិបោះទៅលេងអាចអីកើតហើយបើចៅឯងចង់មករៀននៅអង់គ្លេសអត់លុយបានអីមករៀនអូខេដូច្នេះហើយចំណង់ចំណូលចិត្តជារបស់ដើរក្រោយលុយហើយលុយរបស់ដើរមុនលុយគឺចំណេះដឹងណាតូនីតើលោកតាមានសារៈអ្វីខ្លះសម្រាប់ក្មេងមានសារអ្វីខ្លះសម្រាប់ក្មេងៗដែលកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យានេះអត់មានទេក្រៅពីបបួលរៀនបបួលឲ្យខំរៀនតែប៉ុណ្ណឹងពេលខ្លះខ្ញុំសង្ឃឹមថាប្រជាជនខ្មែរមិនមែនប្រជាជនកម្ពុជាទេខ្មែរ
អាចដូចជនជាតិអាមេរិកដែលរស់នៅដោយឯករាជ្យបាទសេចក្តីសង្ឃឹមនឹងតលតកសាងខ្លួនចាប់ដើមពីយើងម្នាក់ទៅខ្ញុំឆ្ងល់ណាស់លោកតាយកប្រពន្ធចិនមិនបានលោកតាអត់និយាយចិនចៅអត់ស្គាល់តាផងអត់ស្គាល់តាផងមកពីអត់ស្គាល់តាហ្នឹងហើយបានអត់ដឹងតានិយាយភាសាចិនតាចេះភាសាចិនហើយស្គាល់ប្រពៃណីទំនៀមទម្លាប់ចិនច្រើនជាងចិនកុម្មុយនីស1400លាននាក់នៅស្រុកចិនទៀតហើយតាស្គាល់ប្រពៃណីចិនជាងអាគ្រូហុងស៊ុយស្រុកខ្មែរទៀតតាស្គាល់ចិនច្បាស់ជាងអាចិនដីគោកកុម្មុយនីសទៀតរួមទាំងស៊ីជីនពីងផងវាមិនមែនចេះស្គាល់ប្រពៃណីចិនជាងតាទេព្រោះវាកុម្មុយនីសអញ្ចឹងចៅឯងអត់ស្គាល់តាស្មានទេណាកូនណាប៉ុន្តែខ្ជិលនិយាយគាត់ប្រាប់ឲ្យដឹងទេសារ៉ាត់លោកតានិយាយពីការសិក្សានិងចំណេះដឹងមកកំពុងតែនិយាយរាល់ពេលហ្នឹងចៅឯងបែងចែកមិនច្បាស់ណាលោកតាតើសាលាខុសទេដែលមិនឲ្យសិស្សលេងកីឡាក្នុងបរិវេណសាលាម៉ោងសម្រាប់អត់ដឹងទេស៊ីសងទៅលើបរិវេណនឹងយ៉ាងម៉េចណាសាលាតែមានកន្លែងសិស្សលេងតើគេរៀបចំយ៉ាងម៉េចអានឹងអាស្រ័យទៅលើសាលាតាអត់អាចវិនិច្ឆ័យបានទេណាអត់អាចវិនិច្ឆ័យបានទេណាកូនណាតាគួររៀនអក្សរអង់គ្លេសឬអក្សរចិនតានិយាយច្រើនហើយបើចៅឯងចង់រៀនចិនរៀនតទៅទៀតទៅតែតាអត់តាត្រូវការរៀនអង់គ្លេសសូម្បីតែតានៅអាមេរិកក៏តារៀនអង់គ្លេសបើចៅឯងចង់រៀនចិនរៀនទៅអត់អីទេកូនលោកតាខ្ញុំឈប់រៀនទៅធ្វើឡានគិតមិនដែរខ្លាចលោចិញ្ចឹមខ្លួនមិនរស់ណាកូនខ្លាចលោចិញ្ចឹមខ្លួនអត់រស់ណាតើធ្វើដោយមិនដាច់ទៅប្រឡងជាប់ខំរៀនតាប្រដាប់ស្អីទេស្ដាប់អត់បានទេកូនមិនអត់ឃើញប្រពន្ធលោកតាអញ្ចឹងតាធ្វើ show មានមិននៅឲ្យប្រពន្ធឲ្យចៅឯងឃើញណាចៅចៅឯងសួរហ្នឹងដូចមិនមែនមនុស្សតាមានមើលឃើញចៅឯងណាកូនអត់ដែរតោនេះតាថាតាកើតមហារាជដំណាក់កាលចុងក្រោយខ្ញុំគិតថាលោកតាគួរនិយាយចំណេះដឹងតាក់ទងជាមួយប្រវត្តិសាស្ត្រភូមិសាស្ត្រមន្ត្រីព្រមទាំងមេដឹកនាំទុកជាឯកសារវីដេអូមួយតាធ្វើឲ្យបានធ្វើបានតាមលទ្ធភាពចៅអើយកូនក្មួយមិនដែលឮបងនិយាយចិនសុំបងដាក់មួយឃ្លាមើលចាំបាច់ទេចាំបាច់អីអើយចាំបាច់អីកូនណាអូនណាតែចាំបាច់បំពេញចិត្តក្មេងចឹងលោកតាបើរៀនលែងចូលតើអាចរកជំនាញអីជំនួសវាអត់ដែលរៀនមិនចូលទេពាក្យថារៀនមិនចូលគឺខ្ជិលមកអំពីមិនយល់អំពីតម្លៃនៃការសិក្សាបើយល់តម្លៃនៃការសិក្សាចេះតែខំរុញខ្លួនឯងឲ្យរៀនណាកូនណាហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យពលរដ្ឋមានកំភ្លើងដោយប្រទេសថៃខ្លាចមានការបះបោរអ៊ំថាអ៊ំស្រឡាញ់នឹងគ្រប់គ្រងលោកហ៊ុនសែនអ៊ំជួយបញ្ជាក់បានទេអ៊ំគ្រប់គ្រងនយោបាយគាត់ឬការដឹកនាំឬចំណេះដឹងឬបទពិសោធន៍គាត់គ្រប់គ្រងទាំងអស់ឲ្យតែគាត់ធ្វើជាប្រយោជន៍ចំពោះប្រទេសជាតិខ្មែរគឺគ្រប់គ្រងទាំងអស់ឧទាហរណ៍គាត់និយាយភូតពីរឿងតំណែងថៃតាមពិតគាត់កំសាកណាស់គាត់អត់ហ៊ានផ្ដាច់ពាណិជ្ជកម្មជាមួយថៃទេមិនត្រឹមតែគាត់កំសាកទេគ្នាគាត់យកតំណែងថៃមកប្រើមកប្រាស់គាត់អត់មាត់ទេគាត់បែរទៅជាមូលបង្កាច់ថាអាជីវករហ្នឹងវាខុសនេះខុសនោះដើម្បីយកប្រជាប្រិយភាពជាមួយមនុស្សល្ងងខ្លៅមួយចំនួនដែលបបួលពហិការតំណែងថៃខ្ញុំត្រូវតែរិះគន់គាត់ចំណែករឿងគាត់ចេះតែគម្រាមប្រជាជនខ្មែរខ្ញុំតវ៉ានឹងគាត់បើគាត់ធ្វើល្អខ្ញុំគ្រប់គ្រងគាត់គ្រប់ទាំងអស់
ពួកខ្ញុំស្រឡាញ់គាត់ហើយកូនណាចប់សាកាន់បើចៅអត់ដឹងថារៀនអីមិនបាច់ទៅរៀនទេកូនហាត់កាយវិញទៅល្អជាងដល់ថ្នាក់ប្រឡងជាប់បាក់ដប់ហើយអត់ដឹងរៀនអីអាហ្នឹងហាត់កាយល្អជាងណាកង់លោកតារឿងនគរ3យើងគួរយកគំរូតាមតួអង្គមួយណាអត់ទេកូនចម្លើយរបស់តាគឺយកសិភៅហើយនឹងសាលាជាធំអត់មានយករឿងនគរ3អីយកមកនិយាយទេអត់ទេអត់មានទេគំរូរបស់យើងគឺទ្រឹស្ដីក្នុងសាលាណាអូខេសូមអរគុណបងប្អូនហើយខ្ញុំជម្រាបលាម៉ោង11:18នាទីចិត្តពាក់កណ្ដាលត្រៀបខ្ញុំជម្រាបលាចាំជួបគ្នាពេលក្រោយទៀត